ការកូនទី1ខ្ញុំអត់មានបសសខ្ញុំត្រូវចំណាយថវិកាច្រើនសម្រាប់ខ្ញុំមានសម្រាប់សំខាន់ណាស់លោកគ្រូព្រោះអីខ្ញុំសាឈឺសាអីចឹងបានទៅពេទ្យទៅអីតែពេលទៅបសយើងអត់អស់លុយហើយសេវាកម្មគេល្អទៀតបសសសម្រាប់មន្ត្រីរាជការនិងបងប្អូននៅក្នុងប្រព័ន្ធតាមរោគចាក់មានលទ្ធភាពប៉ុន្តែប្រជាពលរដ្ឋច្រើនណាស់ដែលមិនមានលទ្ធភាពបងប្អូនខ្លះគាត់ស្វ័យប្រយោជន៍គាត់បើកអាជីវកម្មខ្លួនឯងហើយបើសិនជាយើងមិនទាញគាត់ចូលមិនផ្ដល់ឱកាសបើកច្រកនៅតាមរូបភាពណាមួយទេបងប្អូនទាំងនោះនឹងនៅក្រៅប្រព័ន្ធហើយនៅបន្តប្រឈមជាមួយនឹងតម្លៃនៃការពិនិត្យសុខភាពគឺថាគាត់អត់ទៅទទួលដោយសារទៅម្ដងអស់ច្រើនអញ្ចឹងជួនកាលឈឺ3ដងទៅតែម្ដងតែឥឡូវពេលដែលយើងបើកច្រកបែបនេះគាត់បងបរិភាគខ្លីគឺគាត់អាចមានលទ្ធភាពទៅខ្ញុំប្រើបានបសសហ្នឹងរយៈពេលតាំងពីឆ្នាំ2016តាំងខ្ញុំប្រើមកសេវាកម្មគឺល្អហើយជួយសម្រាប់បន្ទុកខ្ញុំពេលដែលខ្ញុំចូលពេទ្យបើសិនជាខ្ញុំអត់មានបានបសសប្រើថវិកាតខ្លួនឯងវាអស់ច្រើនខ្ញុំវាអត់មានលទ្ធភាពព្រោះគ្រួសារខ្ញុំវាអត់សូវធូរធារដែរកាលពីអត់មានប្រើបសសពិបាកបងប្អូនយើងអត់សូវមានថវិកាអញ្ចឹងដល់ពេលនេះបសសគាត់ជួយអញ្ចឹងណាបងជួយបានច្រើនតាំងពីពេលយើងឈឺពោះសម្រាលតាំងពីយើងសម្រាលហើយមុនពេលសម្រាលហ្នឹងខ្ញុំទទួលបានផលប្រយោជន៍ពីបសបានលុយពិនិត្យសុខភាព4ដង20រៀលក្នុងម្ដង20រៀលទៅពិនិត្យសុខភាពឆ្លោះអេកូអីអត់អស់លុយពីបសទៅហ្នឹងប៉ែតក៏យកចិត្តទុកដាក់ខ្លាំងពេលយើងសម្រាប់នៅមន្ទីរពេទ្យហ្នឹងដោយមិនអស់ថវិកាអីនៅលើការចំណាយនៅលើមន្ទីរពេទ្យពេលយើងមានបានបសសទៅយើងអត់សូវចំណាយអីទៅលើថ្នាំពេទ្យឬក៏យកកូនទៅពិនិត្យសុខភាពផ្សេងប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសដាក់ឲ្យអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1និងកម្មវិធីគោលនយោបាយអាទិភាព6ចំណុចដើម្បីអនុវត្តភ្លាមនៅឆ្នាំ2023ក្នុងនោះការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្ដប់សុខភាពជាសកលតាមរយៈការប្រើប្រាស់ប័ណ្ណបសសគឺជាកម្មវិធីគោលនយោបាយអាទិភាពចម្បងទី1ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យើងឃើញថាមួយឆ្នាំមុននេះបើយើងគិតមកដល់បច្ចុប្បន្នសមាជិកបសសទាំងអស់ទាំងវិស័យទាំងអស់គឺមានពាក់ព័ន្ធនឹងវិស័យសុខភាពគឺជាង2លាន3សែន7ម៉ឺននាក់ហើយក្នុងនោះយើងឃើញថាស្ត្រីជាង1លាន3សែននាក់ដោយឡែកបើសិនជាយើងក៏លេចមើលក្នុងរយៈពេល1ឆ្នាំមានថាគិតចាប់ពីការបង្កើតរដ្ឋាភិបាលអាណត្តិទី7ដល់បច្ចុប្បន្ននេះពាក់ព័ន្ធទៅនឹងបសសផ្នែកសុខភាពនេះយើងមានសមាជិកជាង56,000 នាក់ក្នុងនោះស្ត្រីជាង13,000 នាក់អ្នកដែលបានប្រើប្រាស់សេវាបសសជាង6លាន7សែននាក់ហើយយើងបានចំណាយថវិកាទៅលើការប្រើប្រាស់បសសពីបងប្អូនប្រជាពលរដ្ឋយើងជាង554,926.34 លានរៀលនេះគឺជាចំនួនដ៏ច្រើនណាស់ដែលរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចធិបតីបានយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋជាពិសេសកម្មករយោជិតក៏ដូចជាបុគ្គលស្វ័យប្រយោជន៍អ្នកធ្វើការក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធអំពីបញ្ហាសុខភាពនេះយើងឃើញថាសមាជិកផ្នែកថែទាំសុខភាពតាមរបបភាគីនៃស្ម័គ្រចិត្តចំពោះបុគ្គលស្វ័យប្រយោជន៍និងអ្នកក្នុងសមាជិកបន្ទុកបសសនេះយើងបានចុះឈ្មោះ371,246 នាក់ប្រជាពលរដ្ឋមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទអាជីវករឬអ្នករកស៊ីក្រៅប្រព័ន្ធដែលគេហៅថាបុគ្គលស្វ័យប្រយោជន៍យល់កាន់តែច្បាស់អំពីអត្ថប្រយោជន៍និងសារៈសំខាន់នៃការប្រើប្រាស់ប័ណ្ណបសសស្របពេលដែលក្រមសីលធម៌វិជ្ជាជីវៈរបស់គ្រូពេទ្យនៅតាមមន្ទីរពេទ្យដៃគូនានាត្រូវបានពង្រឹងនិងយកចិត្តទុកដាក់ខ្ពស់ចំពោះអ្នកជំងឺដោយគ្មានការរើសអើងនិយាយទៅខ្ញុំយល់ថាថ្ងៃក្រោយទៅឈឺយើងអត់មានលុយអញ្ចឹងត្រូវជំរុញគាត់ឲ្យមកធ្វើបសសព្រោះបសសនេះសារៈសំខាន់
សម្រាប់អ្នកឈឺថ្ងៃក្រោយបងខ្ញុំតើមានតែទឹកនោផ្អែមឲ្យលើឈាមទេប៉ុន្តែខ្ញុំបើកថ្នាំពេទ្យរាល់ថ្ងៃទេរាល់ខែទេកន្លះខែបើកម្ដងគេអត់យកលុយខ្ញុំទេហើយសូមអរគុណរដ្ឋាភិបាលទុកជាមួយឲ្យថ្ងៃក្រោយទៅជួយដល់កូនចៅបានគ្រប់គ្នា ពេញចិត្តខ្លួនឯងចង់បងលុយដោយសារយើងបានទៅបើកឆ្នាំបើកអីចឹងគ្រូខ្ញុំហូបយើងអត់អស់លុយអត់អស់អីចឹងណាសម្រាប់ខ្ញុំមានសម្រាប់សំខាន់ណាស់លោកគ្រូព្រោះអីខ្ញុំសារឈឺសារអីចឹងបានទៅពេទ្យទៅអីសម្រាប់គាត់ធ្វើបង្កើតបសសមកល្អមែនល្អបំផុតសម្រាប់ដូចរូបខ្ញុំអីទៅវះកអីបានបសសតែលោកគ្រូអរគុណដែលបានលោកបង្កើតបានបសសលោកគ្រូ សម្រាប់មន្ទីរពេទ្យត្រង់ដួងនេះมันមានកំណត់ទេអត់មានកំណត់ទាំងអស់គឺថាចូលមកមើលទៅតាមចាប់លេខឧបមាថាអ្នកជំងឺបសសក៏បានមកមុនក៏មើលមុនទៅមើលតាមលេខរៀបបាទហើយមើលរួមគ្នាទាំងអស់អត់មានថាជំងឺបសសមើលផ្សេងជំងឺគិតប្រាក់បងសេវារ៉ៃមទានឬសមត្ថភាពគិតផ្សេងទេគេងក៏ចឹងដែរជាមួយគ្នា គ្រោះថ្នាក់ការងារក៏ដោយទោះបីជាគាត់មានជំងឺក៏ដោយគាត់អាចចូលទៅប្រើប្រាស់សេវានៅតាមមូលដ្ឋានសុខាភិបាលរបស់បសសដែលជាដៃគូបានទូទាំងរាជធានីខេត្តក្រុងតែម្ដងមានន័យថាបើសិនជាពិតគិតជាពេទ្យរដ្ឋមានន័យថាឲ្យតែពេទ្យរដ្ឋគឺបានចុះកិច្ចព្រមព្រៀងជាមួយនឹងបសសទាំងអស់ហើយនឹងពេទ្យឯកជនដែលមានជាង100ពេទ្យឯកជនដែលបានចុះអញ្ចឹងនៅពេលដែលគាត់ចូលទៅប្រើប្រាស់សេវាគាត់មើលទៅលើខ្លោងទ្វារហ្នឹងគឺមាន logo បសសមួយដែលបង្ហាញថានេះគឺជា មូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយនឹងបសសអញ្ចឹងនៅពេលដែលគាត់ចូលទៅប្រើសេវានេះមានន័យថាមិនអស់ប្រាក់ទេឲ្យតែបង្ហាញបានបសសទៅលោកគ្រូពេទ្យគឺគាត់មិនអស់ប្រាក់ទេហើយការព្យាបាលមានន័យថាការព្យាបាលមួយជាតែម្ដងហើយនឹងអត្ថប្រយោជន៍មួយទៀតគឺផ្នែកសោធននិវត្តន៍នៅពេលដែលគាត់ចូលនិវត្តន៍ទៅគឺគាត់អាចមកបើកប្រាក់សោធនដែលហៅថាប្រាក់អត្រែតពីបសសបានរៀងរាល់ខែនិយាយរួម មកជីវិតនៃមានន័យថា cycle ជីវិតហ្នឹងគឺទទួលបានការគាំពៀពីរាជរដ្ឋាភិបាលរហូតតាំងពីចាប់ផ្ដើមកើតញ៉ាមករហូតដល់បាត់បង់ជីវិតទៅវិញគឺបសសផ្ដល់ជូនតែម្ដង យើងឃើញថាគោលនយោបាយនេះបន្ថែមជាពិសេសថែមស្វ័យនិយោជន៍ហ្នឹងធ្វើឲ្យប្រជាជនយើងស្រួលណាស់ពេលឈឺគាត់លែងបារម្ភគាត់មិនសូវបារម្ភគាត់មិនបារម្ភថាគាត់ចំណាយលុយ សូមអំពាវនាវជាចំហឲ្យបងប្អូនដែលជាបុគ្គលស្វែងរយទាំងអស់ក៏ដូចជាសមាជិកនៃបន្ទុកបសសទាំងអស់សូមរុះរាន់ដើម្បីមកចុះឈ្មោះធ្វើបានបសសទាំងអស់គ្នាសូមជម្រាបថាក្នុងនោះកុមារក្រោមអាយុ18ឆ្នាំដែលជាបន្ទុកសមាជិកបសសក៏មានសិទ្ធិក្នុងការទទួលបានការបសសដែរ បានបសសក្លាយជានិមិត្តរូបនៃការធានារ៉ាប់រងសុខភាពសម្រាប់ប្រជាពលរដ្ឋខ្មែរ